ចាអញ្ចឹងខ្ញុំសូមសំណូមពរដល់កសិករដែលគាត់ពីមុនមកគាត់ព្រោះតែឥឡូវខ្ញុំចង់ឲ្យគាត់ស្ទងដូចខ្ញុំដែរព្រោះទីមួយចំណាយក៏វារឿងតិចជាងព្រោះហើយណាមួយយើងទទួលទិន្នផលក៏កើនជាងនេះដែរជាងព្រោះដែរស្ទងវាបានផលជាងព្រោះអញ្ចឹងចង់ឲ្យគាត់ងាកមកស្ទងឲ្យបានគ្រប់គ្នាទៅកសិករនៅខេត្តព្រៃវែងបានផ្លាស់ប្ដូរពីការស្ទូងក្នុងប៉ុន្មានឆ្នាំថ្មីនេះដោយសារតែកត្តាជាច្រើនដែលរួមមានការប្រែប្រួលអាកាសធាតុដូចជាភ្លៀងធ្លាក់មិនទៀងទាត់ទឹកជំនន់និងគ្រោះរាំងស្ងួតហើយនឹងកង្វះខាតកម្លាំងពលកម្មដោយសារក្រុមយុវជនទៅរកការងារធ្វើកន្លែងផ្សេងទៀតដែលមានស្ថិរភាពជាងក្នុងពេលជាមួយគ្នានេះកំណើននៃតម្រូវការស្រូវពីបរទេសបាននាំឲ្យមានការដាំដុះស្រូវដ៏ច្រើនលើសលប់និងផ្លាស់ប្ដូរទៅធ្វើស្រូវពង្រោះដោយមិនទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវដែលជាហេតុធ្វើឲ្យដីថយចុះជីវជាតិដីនិងមានការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតច្រើនលើសលប់ឬការប្រើប្រាស់មិនបានត្រឹមត្រូវហើយដែលធ្វើឲ្យកសិករក៏ដូចជាប្រព័ន្ធអេកូឡូស៊ីប្រឈមនឹងហានិភ័យនៃការពុលឬបំពុលដែលបណ្ដាលឲ្យត្រីនៅតាមវាលស្រែនិងជីវៈចម្រុះផ្សេងទៀតមានការថយចុះហេតុដូច្នេះវាមានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រងកសិករខ្នាតតូចនៅកម្ពុជាឲ្យបដូរត្រឡប់មកស្ទូងស្រូវវិញដោយប្រើប្រាស់ម៉ាស៊ីនស្ទូងនិងដោយជំរុញឲ្យក្រុមយុវជនឲ្យវិលត្រឡប់មកធ្វើការនៅក្នុងវិស័យនេះវិញទាំងនេះគឺជាគោលដៅចម្បងនៃគម្រោងរយៈពេល2ឆ្នាំដែលដឹកនាំដោយអង្គការអ្នកសេដ្ឋសាស្ត្រនិងពេទ្យសត្វគ្មានព្រំដែនសហការជាមួយសហព័ន្ធអង្គការកសិកម្មកម្ពុជាដើម្បីអភិវឌ្ឍគម្រោងយុវជននិងកសិកម្មឆ្លាតវៃកំពុងអនុវត្តនៅស្រុកចំនួន3នៃខេត្តព្រៃវែងគឺស្រុកបាភ្នំស្រុកពីមរនិងស្រុកកំពង់ត្របែកគម្រោងព្យាយាមបង្កើតឱកាសសម្រាប់យុវជនតាមរយៈការអនុវត្តកសិកម្មឆ្លាតវៃនិងកសិកម្មដែលមិនប៉ះពាល់ដល់បរិស្ថានដើម្បីបង្កើនបរិមាណនិងគុណភាពស្រូវបង្កើនប្រាក់ចំណូលរបស់កសិករនិងបង្កើតឱកាសការងារនៅក្នុងមូលដ្ឋានគម្រោងបានជំរុញការប្រើប្រាស់ម៉ាស៊ីនស្ទូងនេះជាមួយកសិករផលិតពូជស្រូវរបស់សហគមន៍កសិកម្មបាភ្នំមានជ័យដើម្បីបង្ហាញពីអត្ថប្រយោជន៍នៃការប្រើប្រាស់ម៉ាស៊ីនផងនិងដោយលក្ខខណ្ឌផលិតពូជស្រូវឲ្យមានគុណភាពល្អតម្រូវឲ្យអនុវត្តការស្ទូងនេះផងដែរជាទស្សនៈទានមួយដើម្បីសម្រេចទិសដៅនេះអ្នកបច្ចេកទេសរបស់អង្គការអ្នកសេដ្ឋសាស្ត្រនិងពេទ្យសត្វគ្មានព្រំដែនដោយសហការជាមួយអ្នកជំនាញការជាដៃគូបានបណ្ដុះបណ្ដាលនិងដឹកនាំការអនុវត្តជាក់ស្ដែងពីការអនុវត្តកសិអេកូឡូស៊ីដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានដែលរួមមានការរៀបចំដីការរៀបចំបណ្ដុះសំណាបសម្រាប់ស្ទូងដោយម៉ាស៊ីនការប្រើប្រាស់ជីនិងថ្នាំពុលស្របតាមបទដ្ឋានបច្ចេកទេសការប្រើប្រាស់និងថែទាំម៉ាស៊ីនស្ទូងទៅដល់ក្រុមប្រឹក្សាពិបាលសហគមន៍និងកសិករផលិតពូជដែលជាសមាជិកសហគមន៍ទាំងអស់លោកខុនសាអែមប្រធានក្រុមប្រឹក្សាពិបាលសហគមន៍កសិកម្មបាភ្នំមានជ័យបានលើកឡើងពីភាពចាំបាច់នៃការប្រើប្រាស់ម៉ាស៊ីនស្ទូងនិងផលប្រយោជន៍ដែលគម្រោងបានគ្រប់គ្រងសម្រាប់រយៈពេល2ឆ្នាំនេះថាបាទហេតុបានជាសហគមន៍តម្រូវការចង់បានសិនស៊ុងនឹងព្រោះតាមច្បាប់ផលិតពូជរបស់ខាងក្រសួងកសិកម្មតម្រូវចាំបាច់ឲ្យស្ទូងដៃបាទហើយអត់ឲ្យព្រោះទេអញ្ចឹងកាលណាយើងប្រើប្រាស់ម៉ាស៊ីនស៊ូងទី1យើងចង់បានគុណភាពគ្រាប់ពូជនឹងថ្លោះល្អកាត់បន្ថយជំងឺនិងកាលណាយើងស្ទូងទៅវាងាយស្រួលក្នុងការកម្ចាត់ស្មៅនិងកាត់ពូជលាយហើយនឹងកាត់បន្ថយការប្រើប្រាស់ថ្នាំពុលបាទជាចំណុចសំខាន់ស៊ូងនេះវាគោលបំណងទី1ចង់បានពូជល្អគ្រាប់ពូជសុទ្ធមានដំណោះគ្រាប់ខ្ពស់ជាសំខាន់បាទអញ្ចឹងយើងនិយាយមកពីការផ្លាស់ប្ដូរពីគម្រោង VSS និង ACD ដែលចូលមកមានការផ្លាស់ប្ដូរច្រើន
បាទចំណុចទី1កសិករនឹងគាត់ស្វែងយល់មកការស្ទង់ស្ទង់ដូចពីមុនវិញហើយចំណុចទី2យើងបានជួយដល់ក្រុមយុវជនដែលគាត់ខ្វះការងារនៅផ្ទះហ្នឹងគាត់បានមកធ្វើការនឹងដូចជាធ្វើថ្នាលសំណាបកាន់ម៉ាស៊ីនស្ទង់ហើយនឹងចំណុចសំខាន់សហគមន៍យើងបានក្របពូជដែលល្អសម្រាប់លក់មកលើទីផ្សារវាមានដំណុះខ្ពស់ភាពសុខខ្ពស់ហើយនឹងក្របភ្លឺថ្លាដែរបាទមិនតែប៉ុណ្ណឹងទេក្រុមយុវជនយើងខ្លះគាត់មានលទ្ធភាពទិញម៉ាស៊ីនស្ទូងដើម្បីទៅផ្ដល់សេវាស្ទូងឲ្យកសិករផ្សេងទៀត កសិករវ័យក្មេងម្នាក់ដែលចាប់អារម្មណ៍ក្នុងការប្រើប្រាស់ម៉ាស៊ីនស្ទូងតាំងពីឆ្នាំ2024ហើយដែលរហូតសម្រាប់ចិត្តទិញម៉ាស៊ីនស្ទូងដើម្បីផ្ដល់សេវាកម្មស្ទូងស្រូវដល់អ្នកភូមិបានលើកឡើងបន្ថែមថា បាទខ្ញុំឈ្មោះឈៀងជាជាកសិករនៅភូមិថ្លុកឃុំស្ពឺខស្រុកបាភ្នំខេត្តព្រៃវែងពីដើមមកខ្ញុំជាកសិករហើយឆ្នាំ2024បាទខ្ញុំអត់មានពូជព្រោះខ្ញុំក៏មិនរកចិត្តឲ្យសហគមន៍គេស្ទូងឲ្យដើម្បីផលិតពូជឲ្យសហគមន៍តែថាយើងស្ទូងអាកសិម៉ាស៊ីនទំនើបហ្នឹងដល់ស្ទូងឲ្យឃើញស្រូវម្ដើមអញ្ចឹងទៅគេអ្នកជាពលរដ្ឋនៅស្រុកគេជិះមកឃើញគេជាអាសោចគេឃើញសាយម៉ាយជាអាសោចហ្នឹងធ្វើមិនបានស៊ីម្ដើមគេព្រាកក្រាស់ខ្មឹកមិនបានដល់ពេលនោះក៏វាអន់ចិត្តដែរមើលដល់ប្រហែលជាពី15ទៅ20ថ្ងៃបានឃើញស្រូវវាចាប់ដើមបែកគុំបែកកូនអីចឹងដល់អ្នកនេះអ្នកគេជិះមកឃើញគឺចាសាហើយណាមួយធ្វើចូលសម្រាប់ចិត្តទៅធ្វើចឹងទី1វាចំណេញពូជបាទហើយទី2ចំណេញជីវាកាត់បន្ថយជីអស់ 40% ពូជចំណេញចូល 80% ពីយើងប្រៀបធៀបជាមួយដែលយើងពង្រោះហើយដល់ពេលសត្វល្អិតក៏វាកាត់បន្ថយច្រើនបើកាលខ្ញុំនៅពង្រោះហ្នឹងវាចុះក្នុងសត្វល្អិតវាជំងឺច្រើនទី1ថ្នាំសម្លាប់សត្វល្អិតថ្នាំស្មៅជីក៏កាត់បន្ថយពូជក៏កាត់បន្ថយអញ្ចឹងបានខ្ញុំសម្រេចចិត្តទៅជាស្ទូងបានខ្ញុំសម្រេចចិត្តស្ទូងដល់មើលទៅវារៀងធូររៀងវាចំណេញដែរវាចំណេញជាងពង្រោះដោយសារយើងចំណាយវាកាត់បន្ថយច្រើនដល់អញ្ចឹងឆ្នាំ2025ខ្ញុំបានសម្រេចចិត្តទិញម៉ាស៊ីនស្ទូងបាទទិញម៉ាស៊ីនស្ទូងឥឡូវក៏ចាប់ដើមស្ទូងបានផលខ្លួនឯងច្រើនដែរវិលជុំស្ទូងមួយវគ្គ2ហាត់3ហាត់វិលជុំមួយឆ្នាំ2ដង3ដង កសិករវ៉ានាងរស់នៅភូមិថ្នោតស្វាយឃុំរងដំរីបានបន្ថែមពីសារៈសំខាន់នៃការស្ទូងដោយម៉ាស៊ីន នេះដែរដល់ពេលមួយទៀតបាច់ទៅលើការថែទាំក៏យើងស្រួលថែទាំដែរហើយមួយទៀតដូចថាទោះបីខ្យល់មិនក៏ដោយក៏ស្រូវវាអត់ដួលដោយក៏យើងព្រុសដែរហើយចំណាយមួយទៀតដូចថាយើងអាចឲ្យត្រីនៅក្នុងស្រែយើងហ្នឹងវាកកើតអីទៅវាកកើតទៀតព្រោះស្រូវហ្នឹងយើងអត់អាចបាញ់ថ្នាំពុលទេដល់អញ្ចឹងត្រីអាចចូលបៀខ្ញុំនេះអញ្ចឹងវាអាចកកើតទៅផ្សេងទៀត នៅក្នុងខណៈដែលការអនុវត្តការស្ទូងស្រូវដោយដៃមានការកាត់បន្ថយគម្រោងបានជំរុញការប្រើប្រាស់ម៉ាស៊ីនស្ទូងនេះដើម្បីជំនួសកម្លាំងមនុស្សនិងដើម្បីចំណេញពេលវេលាជំនួសឲ្យមនុស្ស40នាក់ដែលអាចស្ទូងស្រូវបានផ្ទៃដី1ហិកតាក្នុងមួយថ្ងៃកូនម៉ាស៊ីនស្ទូងខ្នាតតូចនេះអាចស្ទូងស្រូវបាន1ហិកតាដោយប្រើកម្លាំងមនុស្ស3នាក់ក្នុងរយៈពេល2ថ្ងៃទំហំនេះវាសមល្មមនឹងផ្ទៃដីនិងចំនួនអ្នកធ្វើការដែលមាននៅតាមក្រុមគ្រួសារនីមួយៗទន្ទឹមនឹងនេះការស្ទូងអាចបង្កើនទិន្នផលស្រូវចន្លោះពី15ទៅ30%សម្រាប់ដីស្រែនៅស្រុកបាភ្នំខេត្តព្រៃវែងលទ្ធផលរបស់គម្រោងបានបង្ហាញថាការស្ទូងនិងការអនុវត្តបច្ចេកទេសដែលមិនប៉ះពាល់ដល់បរិស្ថានបានជាលទ្ធផលរួចហើយនៅពេលនេះ
ពូជស្រូវការរំដួលបានផ្ដល់ទិន្នផលខ្ពស់ជាងមុនចំនួន808គីឡូក្រាមនៅពេលស្ទូងនិងផ្ដល់ប្រាក់ចំណេញកើនឡើងបាន$211ពោលគឺស្មើនឹងជាង3ដងពូជស្រូវ OM 5451ក៏បានផ្ដល់ទិន្នផលខ្ពស់ជាងមុនចំនួន554គីឡូក្រាមនៅពេលស្ទូងនិងផ្ដល់ប្រាក់ចំណេញកើនឡើងបាន$529ពោលគឺស្មើនឹងជាង2ដងបើប្រៀបធៀបនឹងការព្រោះស្រុកបាភ្នំមានអ្នកផ្ដល់សេវាកម្មម៉ាស៊ីនស្ទូងចំនួន4ក្រុមដែលក្នុងនោះមាន3ក្រុមគាំទ្រដោយគម្រោងនិង1ក្រុមទៀតផ្ដួចផ្ដើមចេញពីគំនិតរបស់ពួកគាត់ផ្ទាល់ការផ្ដល់សេវាកម្មលើផ្នែកនេះនៅមានកម្រិតនៅឡើយជាពិសេសពាក់ព័ន្ធនឹងចំនួនអ្នកផ្ដល់សេវាកម្មការរៀបចំសំណាបឲ្យបានតាមតម្រូវការដឹកជញ្ជូនសំណាបទៅទីតាំងដែលត្រូវស្ទូងនិងល្បឿននៃការស្ទូងការនេះទាមទារឲ្យមានការជួយជ្រោមជ្រែងបន្ថែមទៀតពីអ្នកពាក់ព័ន្ធនានាដើម្បីលើកទឹកចិត្តដល់កសិករដើម្បីទិញម៉ាស៊ីនស្ទូងឲ្យបានកាន់តែច្រើនគ្នានិងគាំទ្រកសិករឲ្យចេះផលិតសំណាបសម្រាប់ស្ទូងដោយខ្លួនឯងផ្ទាល់អង្គការអ្នកសេដ្ឋសាស្ត្រនិងពេទ្យសត្វគ្មានព្រំដែនចង់ឃើញកសិករកាន់តែច្រើនអនុវត្តបច្ចេកទេសស្រដៀងគ្នានេះដែលមិនប៉ះពាល់ដល់បរិស្ថានមានផលិតភាពខ្ពស់និងប្រកបដោយចីរភាពនៅក្នុងខេត្តព្រៃវែងនិងក៏ដូចជាទូទាំងប្រទេសកម្ពុជាទាំងមូល។